លោកចាំងវាង MSK បាននាំយកនៅអំណោយមួយចំនួនពីសប្បុរសជននាំយកទៅជូនលោកយាយដែលជាស្ត្រីចាស់ជរាព្រះដេចគុណព្រះចៅអធិការវត្តព្រៃមលូបានផ្ដល់ជាអំណោយជាអង្ករមួយបាវទម្ងន់50គីឡូក្រាមលោកសុដារាហៅប្រុសនៅភូមិអំពិលខុំលីបូស្រុកតាមកក់ខេត្តតាកែវដែលជាមន្ត្រីមន្ទីរកសិកម្មខេត្តតាកែវបានផ្ដល់ជាថវិកាចំនួន 10,000 រៀលអំណោយទាំងអស់បាននាំយកតាមរយៈអង្គភាពសារព័ត៌មាន MSK បានយកទៅផ្ដល់ជូនលោកយាយដែលមានឈ្មោះលោកយាយទៀបដែលជាស្ត្រីចាស់ជរាដែលស្ថិតនៅក្នុងភូមិជីខ្មាស្រុកត្រាំងខេត្តតាកែវហើយនឹងកនេះព្រះអង្គម្ចាស់ប្រជាអធិការបានជូនមកអ៊ំបាទនៅវត្តព្រៃមលូបាទហ្នឹងហើយឃុំកំពង់ឈូកស្រុកកោះអណ្ដែតហ្នឹងបាទនៅខេត្តតាកែវយើងដូចគ្នាបាទអញ្ចឹងអរគុណអ៊ំណាជូនអ៊ំមានសុខភាពល្អអ៊ំបាទអរគុណច្រើនអរពលអត់ចេះទៅរស់ទីទៅមានចេះទៅបាយអូនចេះបានជួយនឹងអត់សុខបាយអស់គ្នាទៅណាបាទឥឡូវជូនពរដល់ព្រះអង្គម្ចាស់នៅវត្តព្រៃមលូផងចាស់លោកនៅព្រៃមលូនឹងអត់ជួយខ្ញុំអត់មានជីវិតឡើងវិញនឹងឲ្យសុខសប្បាយកុំឲ្យមានជំងឺអីបៀតបៀនអសោះឲ្យសុខសប្បាយទាំងអស់គ្នាសពថ្ងៃនេះលោកយាយទៀបបានអាស្រ័យការរស់នៅពីញាតិជិតខាងបានផ្ដល់ជាបាយជាអង្ករដូចជាថវិការស់ជាប្រចាំថ្ងៃសូមអរគុណសម្រាប់ការតាមដានរបស់អង្គភាពសារព័ត៌មាន MSK TV Online